បាទសួស្តីបងប្អូនទាំងអស់គ្នាអូខេតោះឥឡូវនេះយើងទៅទស្សនាជាមួយនឹងការឆេង password សម្រាប់ Gmail ផងដែរសម្រាប់បងប្អូនដែលប្រើ smartphone ក៏ដូចជា Android បងប្អូនចូលទៅកាន់ Gmail បាទយើងចុចកន្លែង Gmail នេះមកបន្ទាប់បងប្អូនឃើញខាងលើនេះបាទយើងចុចខាងលើនេះមកហើយបងប្អូនយកពាក្យថា Manager your Google account បាទយើងចុចកន្លែងហ្នឹងមកបន្ទាប់ពីឃើញបែបនេះបងប្អូនអូសក្រៅមកបាទអញ្ចឹងវាមានខាងលើនេះគឺ wallet ដែលយើងចង់ធ្វើការ pay លុយក៏បានដែរកន្លែងហ្នឹងណាដែលវាដាក់ថា wallet and subscription payment mental ហើយកន្លែងនេះគឺជា personal info របស់យើងបាទដែលយើងមានឈ្មោះក៏ដូចជា email និងលេខទូរស័ព្ទដែលយើងភ្ជាប់ណាហើយកន្លែងនេះគឺជា security សម្រាប់យើង log ឬក៏ទូរស័ព្ទមួយណាអញ្ចឹងណាហើយយើងតម្រូវការយើងចង់ធ្វើការ change password ថ្មីបាទនេះគឺជា Google password បាទអញ្ចឹងខ្ញុំធ្លាប់ change password គឺតាំងពី2021ឥឡូវនេះខ្ញុំនឹងធ្វើការ change password ថ្មីហើយបងប្អូនគ្រាន់តែចុចនៅកន្លែងហ្នឹងមកអូខេអញ្ចឹងបន្ទាប់ពីធ្វើការចុចកន្លែងហ្នឹងហើយគឺខ្ញុំធ្វើការបើកនេះសិនបាទអូខេអញ្ចឹងបន្ទាប់ពីនេះបងប្អូនធ្វើការ change កន្លែង password នេះមកបាទអញ្ចឹងខ្ញុំធ្វើការបិទបន្តិចអូខេបងប្អូនអញ្ចឹងបងប្អូននឹងធ្វើការ change password ចូលកន្លែងហ្នឹងមកហើយយើងវាយ password ខាងលើគឺយើងធ្វើការ change ថ្មីបាទអញ្ចឹងខាងក្រោមនេះគឺយើងវាយដូចគ្នាមកដែលវាដាក់ថា new password អញ្ចឹងបងប្អូនចង់ធ្វើការ change password អីក៏បានដែរហើយខាងក្រោមនេះគឺយើងផ្ទៀងផ្ទាត់ម្ដងទៀតបាទអញ្ចឹងនៅពេលដែលបងប្អូនធ្វើការវាយហើយបងប្អូនចុចពាក្យថាបាទ change password តែម្ដងទៅបាទអញ្ចឹងឥឡូវនេះខ្ញុំនឹងចុចតែម្ដងទៅដើម្បីបងប្អូនបាទងាយស្រួលមើលអូខេឥឡូវនេះកំពុងដំណើរការហើយអូខេអញ្ចឹងវាបានបញ្ជាក់ថា password change successfully បាទអញ្ចឹងមានន័យថាយើង change password នេះគឺទទួលបានជោគជ័យបាទអូខេអញ្ចឹងយើងចុចនេះមកអូខេ continue ចឹងរបៀបដូរ password គឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាបងប្អូននឹងចេះសម្រាប់ការ change password ដោយខ្លួនឯងនៅលើទូរស័ព្ទដៃបើទោះបីជាបងប្អូនភ្លេច password ចាស់ក៏ដោយចឹងបងប្អូនគ្រាន់តែចូលទៅកាន់កន្លែងដែលខ្ញុំបានបញ្ជាក់ទៅបងប្អូនអាចធ្វើការ change បានបាទយើងគ្រាន់តែអូសចូលមកកន្លែង manager នេះមកយើងចូល Google password មកចឹងវានឹងធ្វើការឲ្យយើង change ដោយស្វ័យប្រវត្តិផងដែរអញ្ចឹងបើទោះបីជាយើងអត់ចាំ password ចាស់ក៏ដោយតែថាយើងដូរហើយយើងភ្លេចហើយយើងវាយតែ password ថ្មីទៅវានឹងបាទ reset ឲ្យយើងហើយបាទអញ្ចឹងនេះគឺជាការ change password ថ្មីសម្រាប់ Gmail ចែកជូនទៅដល់បងប្អូនក៏ដូចជាបងប្អូនដែលគាត់អត់ចេះបាទអរគុណជួបគ្នានៅវីដេអូចែកម្លែកពីពុទ្ធ share ផងដែរអរគុណ